Chọn đằng ớt theo cái thua từ cặp biệt cho lụm chuiอย่างmấy bàn chán tao mà mơ video nắng cho mùi nhóm từng ớt nèแต่นี่ខ្ញុំមកប្រាប់ពីរបៀបធ្វើកាពិជ្រលក់ជាមួយម្ជូរហើយនេះគឺជាគ្រឿងផ្សំរបស់យើងអ្នកទាំងអស់គ្នាអាចមើលនៅក្នុងវីដេអូនេះបានមានបកាក្រៀមហើយនិងស្ករត្នោតខ្ទឹមសកញ្ច្រាំម្ទេសកញ្ច្រាំហើយនិងកាពិបន្តមកទៀតខ្ញុំបានដាក់ឆ្នាំងចាវហើយចាក់ខ្លាញ់ចូលដើម្បីពពងខ្ទឹមដែលយើងបានបញ្ចាំងរួចហើយយើងពពងខ្ទឹមឲ្យរាងក្រហមទៅបន្តមកទៀតយើងក៏ធ្វើការចាក់ស្ករត្នោតចូលបន្ទាប់ពីយើងចាក់ស្ករត្នោតហើយយើងក៏ធ្វើការកូរវាកូរហ្នឹងគឺមិនកូរឲ្យក្រហមពេកទេអ្នកកូរតែមកពុះបានហើយបន្ទាប់មកទៀតហ្នឹងខ្ញុំក៏ធ្វើការចាក់កាពិយើងចូលទៅហើយខ្ញុំក៏ធ្វើការកូរវាឲ្យសព្វបន្ទាប់មកខ្ញុំក៏ធ្វើការដាក់គ្រឿងបន្ទាប់ទៀតមានប៊ីចេងហើយនឹងបង្គាក្រៀមហើយម្ទេសរបស់យើងដែលបានចិញ្ចាំរួចហើយយើងកូរគ្រឿងនឹងឲ្យសព្វមកហើយយើងចាក់ទឹកបន្តិចអ្នកទាំងអស់គ្នាបន្ទាប់ពីយើងចាក់ទឹកបន្តិចហើយយើងក៏កូរវាឲ្យទុកវាឲ្យពុះទៅប៉ុណ្ណឹងគឺបានហើយអ្នកទាំងអស់គ្នាឥឡូវគេថាកាពិរបស់យើងហ្នឹងគឺរួចរាល់ហើយអស់ហើយបន្តមកទៀតខ្ញុំក៏ធ្វើការហាន់ម្ជូរម្ដងហើយម្ជូររបស់ខ្ញុំគឺថ្ងៃនេះក៏អត់មានអីច្រើននោះទេគឺខ្ញុំមានត្បែកមួយផ្លែហើយម្នាស់ហើយនឹងចេកហើយនឹងពុទ្រាគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើអ្នកនរគ្នាចង់ហូបម្ជូរអីផ្សេងទៀតគឺអេតបន្ថែមខ្លួនឯងទៅប៉ុន្តែខ្ញុំរកទិញបានតែប៉ុណ្្នឹងទេឥឡូវខ្ញុំកំពុងតែធ្វើការចិតវាសិនអ្នកនរគ្នាឥឡូវហ្នឹងដល់វគ្គខ្ញុំចិតម្នាស់ម្ដងកាលពីមុនខ្ញុំចិតម្នាស់គឺខ្ញុំចិតនៅសល់តែបដូរឯអ្នកទាំងអស់គ្នាប៉ុន្តែដោយសារតែពេលនោះគឺខ្ញុំអត់ចេះចិតអញ្ចឹងតែឥឡូវគឺខ្ញុំចេះចិតហើយគឺចិតនៅសល់សាច់ហូបដែរបើកាលពីមុនចិតទៅគឺនៅសល់តែបដូរហើយគ្រប់គ្នាឡើងសោចខ្ញុំដោយសារតែចិតឡើងអស់សាច់លីងហ្មងអ្នកណាខ្លះអត់ទាន់ចេះចិតម្នាស់អាចមើលវីដេអូរបស់ខ្ញុំបានគឺចិតតាមផ្នែកវាចឹងអ្នកទាំងអស់គ្នាបានមានសាច់ហូបបើយើងអត់ចិត្តតាមបច្ចាផ្នែកវាទេគឺយើងអត់មានសាច់ហូបនោះទេគឺនៅសល់តែបដូរតែម្ដងហ្នឹងហើយអ្នកទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយក៏អរគុណសម្រាប់ការទស្សនាបើសិនជាចូលចិត្តកុំភ្លេចជួយចុចបេះដូងឲ្យខ្ញុំម្នាក់មួយហងបាយបាយជួបខ្ញុំនៅវីដេអូក្រោយទៀតណា